ចំណុចពិសេសមួយចំនួនដែលខ្ញុំនឹងជជែកនៅពេលបន្តិចទៀតដែលនឹងឲ្យគ្រូក្នុងស្លាយថាតើគ្រូគួរតែទិញ intraoral scan នៅក្នុង clinic ឬអត់បើសម្រាប់ខ្ញុំថាទិញគឺចំណេញជាងពីមុនខ្ញុំក៏គិតដែរថា investment ប៉ុណ្ណឹងទៅដូចច្រើនបើ silicone ទិញម្ដងបន្តិចតែពាក់ព័ន្ធជាមួយនឹង timing ពេលវេលាដែលយើងធ្វើការពីព្រោះបើសិនជាយើងមានភ្ញៀវច្រើនយើងគិតថា digital workflow នឹងជួយកាត់បន្ថយពេលវេលាដែលមិនចាំបាច់នៅក្នុង clinic យើងអញ្ចឹង conventional impression គ្រូចាំបាច់ត្រូវការ material ល្អដើម្បីធ្វើ full body reconstruction បើគ្រូប្រើ material របស់កូរ៉េជាទូទៅលទ្ធផលដែលទទួលបានវាអត់ល្អដោយសារតែ setting វាលឿនពេកឬក៏វា flow របស់វាមិនបានផលល្អតែក៏គ្រូត្រូវស្វែងយល់ពី soft tissue management មានន័យថាពេលគ្រូពិភាក្សាបាត់មិនតើគ្រូគួរតែ control soft tissue វាមិនឲ្យវា trauma កុំឲ្យវា bleeding ហើយនៅតែដោយសារ principle របស់យើងថាយើងត្រូវពិភាក្សា soft tissue មុនពេលយើង start prosthesis ជាពិសេសគឺ surgical crown lengthening គ្រូត្រូវផ្សារភ្ជាប់វាជាមួយនឹង aesthetic taste អញ្ចឹងនៅក្នុងនេះបើសិនជាយើងប្រើ conventional មានន័យថាយើងត្រូវមាន stone យើង wax up បន្ទាប់មកយើងនឹង finishing ជាមួយនឹង final result ក៏ប៉ុន្តែបើសិនជាយើងប្រើ conventional combine ជាមួយនឹង digital workflow នៅខាង lab នោះយើងខំពុំដដែលក៏ប៉ុន្តែនៅខាង lab គេអាចនឹង scan model របស់យើង convert វាទៅជា digital នៅពេលនោះជីវិតរបស់យើងក្នុង dentistry គឺថាប្រសើរជាងមុនឆ្ងាយនិយាយខាងនោះស្ដាយដៃឡើង តាទៀតសម្រាប់ខ្ញុំបើសិនជាគ្រូយល់ពី process គ្រូចាំបាច់ត្រូវធ្វើអីខ្លះក្នុងនាមយើងជា dentist នៅក្នុង digital workflow លទ្ធផលដែលទទួលបានខ្ញុំគិតថាវា predictable ជាងធ្វើដែរក៏ប៉ុន្តែបើសិនជាគ្រូរក technician ដែលល្អបកកែឲ្យគ្រូអាចនឹងធ្វើដែរស្អាតជាង digital workflow ព្រោះ digital workflow វាហាក់បីដូចជាមានពងគំរូវាយកមកឲ្យយើងអត់មាន artistic បញ្ចូលវាទៅច្រើនដូចធ្វើដែរទេតែពិបាកក្នុងការ dental technician ដែលគាត់ប្រកាសឲ្យយើងខ្ញុំជឿថាមាន lab មួយចំនួនពេលដែលចាប់ផ្ដើមការងារប្រកបវាល្អដោយសារគាត់ប្រកាសជនគាត់ធ្វើដោយយកចិត្តទុកដាក់តែពេលដែលគ្រូធ្វើការប្រកបបន្តិចតែពេលគាត់កើតគ្រូពិបាកការងារដែលល្អពីគាត់ទៅវិញអញ្ចឹងវា digital workflow អាច control បានខ្លះអញ្ចឹងហេតុផលអីបានយើងត្រូវការផ្លាស់ប្ដូរទៅ digital workflow បោះលុយទៅទិញ intraoral scan អស់លុយយកឧទាហរណ៍ដូចជាក្នុងរូបភាពនេះមួយគ្រូតែខំពងគ្រូកាត់ទៅការពេលប៉ុណ្ណាបើសិនជាខ្ញុំស្ថានភាពបែបនេះកាលពីមុនខ្ញុំទុកពេលយ៉ាងតិចទៅ1ម៉ោងកន្លះហ្នឹងមិនធ្វើការនេះទេតែទៅពេលដែលយើងមាន digital workflow ខ្ញុំគិតថា40នាទីគឺពីព្រោះយើងអត់មានចាំបាច់នៅចាំស៊ីលីកូនវារឹងវាអីខាតពេលយើងច្រើនមានន័យថាខ្ញុំដាក់តាមស្ទឹកខាងលើខ្ញុំ scan អាក្រោមមកហើយខ្ញុំ scan នៅលើឲ្យហើយបន្ទាប់មកមកដល់តាមស្ពឹកនឹងស្ពឹកខ្ញុំពិភាក្សាបាត់មិនអីបន្តទៀតអញ្ចឹងវាចំណេញពេលយើងសឹងថាគ្រូអាចបកកើដៃបាន2ពីលើនឹងទៀតពេលដែលគ្រូយល់ពី digital ហើយ case បែបនេះគឺជា case សាមញ្ញមួយទៀតយើងអាច control នឹង occlusion ពេលដែលខាំបៃហាក់បីដូចជា more accurate ជាងដែលយើងខំពុំជាមួយនឹង stone ហើយនឹង silicone របស់យើងជាពិសេសករណីដែល free and set នៅខាងក្រៅអត់មានថ្មិញទល់គ្នាបែបនេះយ៉ាងបែបខ្ញុំគិតថា stable ជាងបើសិនជាយើងធ្វើដោយដៃមួយ silicone បើអត់មានថ្មិញក្រោយទេគួរតែប្រើដៃ block ដើម្បីជួយទប់ពន្ធវាកលsupport បើគ្រូមិនធ្វើអញ្ចឹងទេគ្រូបាញ់ silicone ចូលទៅហ្មងពេលដែលគ្រូតម្លៃ articulator វាអាចថ្មិញនឹងខំអត់ដល់គ្នាឬក៏វាខ្ពស់ពេកនៅក្នុងមាត់អ្នកជំងឺតែបើសិនជាគ្រូត្រូវធ្វើបែបនេះកាត់បន្ថយ occlusal error គ្រូត្រូវការមក visit ទៀតហេតុអីបានត្រូវការមក visit ទៀតគ្រូត្រូវខំពុំ implant សិនបន្ទាប់មកឲ្យ dental technician ចាក់ model ហើយទើបធ្វើ by block នេះនៅលើ model ដែលគ្រូមាន implant ហើយបានណាត់អ្នកជំងឺមក
khăn bay sao đẹp chắc cũng ép hay mà visit kia hay bà sân chi thì vứt cũ là vơ mà lăng miên tê này đôi cũ thôi auto được tên phong thôi frosty phong mà ngay là chỉ đọc một phay nhá khá tớ này này cũ còn là khăn bay đấy chụp này chúng auto pin nhẹ rồi nè bong là 50 pin nhá mà rồi bật thì buộc lùi khơi như này đôi bong còn nát còn thuộc auto phong còn vẽ phong còn từ mình phong còn chơi đó anh chắcពេលវេលាទាំងអស់នេះគឺសំខាន់សម្រាប់គាត់តែការមាន digital ធ្វើនៅក្នុងដៃហើយការងារមួយផ្នែកទៀតគាត់តែជាការងារ lab ទេក៏ប៉ុន្តែយើងជា dentist យើងក៏មានឱកាសក្នុងការ evaluation មុនពេលដែលយើង finish case នឹងចាប់បាច់ផ្ញើទៅផ្ញើមកវាលឿនបែបហ្នឹងហើយអញ្ចឹងនេះគឺជាការងារ basic មួយដែលយើងគួរតែ start ជាមួយការងារអស់ទាំងនេះមុនពេលដែលគ្រូចូលទៅ scan full arch ឬក៏ aesthetic ខ្លាំងដែលចាំបាច់ត្រូវការ attention ច្រើនព្រោះខែបែបនេះនៅពេលដែលយើង experience ជាមួយវាហើយគ្រូនឹងយល់ថា scan ហ្នឹងតើយើង scan របៀបបានលឿនហើយបើសិនជាយើង scan ទៅខុសតែយើង reverse វាត្រឡប់មកក្រោយដោយវិធីណាទោះបីជាខ្ញុំបញ្យល់ប្រាប់គ្រូពី process នៃការ scan ហ្នឹងរបៀបមិនក៏ដោយក៏ត្រឡប់ទៅវិញក៏គ្រូអត់ចាំដែរដូចថាតែគ្រូមានម៉ាស៊ីន scan ហ្នឹងគ្រូយកមកអង្គុយ scan មកគ្រូយល់តែសំខាន់គឺ protocol នៃការប្រើវាដើម្បីអីគេបន្តមកទៀតយើងបាន expand case ធំទៅគឺ digital ដំបូងឡើយយើង start single crown នេះគ្នាពី3 unit ចាប់បានធ្វើតែនេះច្រើនមួយចំនួននេះគឺជា temporary ដែលយើងដាក់ឲ្យអ្នកជំងឺ evaluation aesthetic function មុនពេលដែលយើងធ្វើ final prosthesis អញ្ចឹងសម្រាប់ខ្ញុំទោះបីជាខ្ញុំធ្វើ temporary ស្អាតប៉ុណ្ណាក៏ដោយបើសិនជាខ្ញុំផ្ញើ dental technician ធ្វើតែដៃបាទក៏បាក់ខ្លះពីព្រោះគាត់មិនដឹងថា copy យកទៅរបៀបម៉េចដែរគឺថា technician ហ្នឹងគឺ skill គាត់មិនដែរហើយបើដល់ technician ហ្នឹងប្រហែលទេទៅក្នុងក្រុមរៀនក៏បានដែរយើងផ្សាយពីដៅរបស់យើងពី technician បកាយអូអ្នកណាដែលគាត់ធ្វើ digital ជួយយើងបដាយើងធ្វើមិនបាននៅក្នុងគាត់តាមស្អាតអញ្ចឹងត្រូវឲ្យស្អាតក្នុងមាត់ទៅហើយចាំឲ្យគាត់ copy របស់យើងដែរហើយអញ្ចឹងនៅក្នុងខេសនេះមាន combination zirconium eye bar support នេះមួយចំនួនដែលយើងជឿថាវា stronger whatever ណាអញ្ចឹងយើងអាច expand តាមរបស់យើងឲ្យក្នុងជាមួយទៅជា full arch combination ដែលចូលទៅនឹង implant យ៉ាងស្ដែងខ្ញុំចូលចិត្តខេសបែបហ្នឹងជាង implant full arch ពីព្រោះខ្ញុំនៅតែជឿថាមានធម្មជាតិគាត់មាន sen មួយចំនួនជួយសម្រាលកម្លាំងកាំរបស់គាត់ហើយនេះគឺជា final prosthesis ដែល copy ចេញពី temporary អញ្ចឹង technician គាត់នឹងមាន guide មួយចំនួនពីយើងពីគ្រូពេទ្យដើម្បីឲ្យគាត់ follow ទៅតាមនេះបើសិនជាធ្វើដោយ guide សុទ្ធតែម្ដងវាថាពិបាកខ្លាំងក៏ប៉ុន្តែបើសិនជា technician គាត់មាន skill ល្អលើសនឹងទីទៀតគាត់អាចខាត់ដេកផ្នែកខាងចុងធ្វើឲ្យមាន translucency ឬក៏ artistic មួយចំនួនចូលទៀតរត់តែពិសេសទៅទៀតតែសម្រាប់ខ្ញុំអត់សូវចូលចិត្តខាត់ដេកដោយសារតែវាអាចនឹងបាយជាងទេហើយមួយទៀតអ្នកជំងឺដែលខ្ញុំដោះស្រាយជាមួយនោះទីច្រើនវែងឆ្លាតអញ្ចឹងខ្ញុំអត់សូវចង់បាន translucency នៅក្នុងចុងខាត់ដេកនេះទៅទៀតតែបើសិនជាអ្នកជំងឺគាត់ចាប់បាច់ត្រូវការខាត់ដេកនេះមេនេះត្រូវការខាត់ដេកដូចនេះត្រឡប់មកវិញគ្រូដែលស្វែងយល់ថាតើគ្រូ control soft tissue របៀបម៉េចទៅគ្រូខាងពុំឲ្យស្អាតនៅលើ silicone ទៅអញ្ចឹងបើសិនជាគ្រូខាងពុំនៅ silicone គ្រូតែការខាងម្ដងអានបែបនេះចឹងគ្រូទៅដាក់ energy អីគ្រប់យ៉ាងក្នុងការធ្វើ case ហើយអ្នកជំងឺក៏គាត់តែមានកន្លែងគ្រប់ឲ្យយើងឆាតបើសិនជាអ្នកជំងឺគាត់មានវ័យច្រើនវាពិបាកធ្វើព្រោះគាត់អាចនឹងទប់ទល់ជាមួយការឆាតថ្មីនេះខ្ញុំនិយាយតែស្មោះត្រង់ឲ្យខ្ញុំឆាតថ្មីប៉ុណ្ណឹងគ្រាប់ហើយខ្ញុំដាក់ implant ជាមួយបងអាខ្ញុំសុខចិត្តដាក់ implant ជាមួយបងធ្វើទៀតចូលជាឆ្ងាយទេមែនការនេះមិនការងារស្រួលទេចាំឲ្យវាគឺមកអិនបាទធ្វើ3ម៉ោងឬ4ម៉ោងនេះធ្វើមកដៃរហូតអត់ទេមែននិយាយថាដាក់ implant មកលើច្រើនជាងនេះពេលក៏ចេះឲ្យចឹងវាដូចជាមែនហ្នឹងហើយយើងឃើញថាព្រះកាត់មានឈាមមានអីប៉ុន្តែអត់ទេគ្រូអត់ទេគ្រូ respect
ថាសាច់សូននៅកន្លែងណាស្អប់ហើយការងារវាមិនស្មុគស្មាញរហូតដល់ហ្នឹងតែការងារនេះស្មុគស្មាញក៏ប៉ុន្តែគ្រូនឹង simplify យើងមកវិញនៅក្នុង digital dentistry នៅពេលបន្តិចទៀតអញ្ចឹង working class ដែលគ្រូចង់បានគឺបែបនេះទាំង stone model ទាំង digital print model គឺតែការស្អាតច្បាស់ល្អដូចគ្នាទៅហើយគ្រូតែការស្វែងយល់ពី articulator ផ្សារភ្ជាប់មកជាមួយនឹង digital workflow ឯនេះគ្រូតែការ skill ជាមួយនឹង Facebook transfer នេះគឺជាឧទាហរណ៍មួយ intraoral scan គ្រប់ intraoral scan ទាំងអស់អាច scan full បានដូចគ្នាក៏ប៉ុន្តែគ្រូត្រូវដឹងថាតើគ្រូគួរតែពិភាក្សាបាត់នឹងផ្លេចកុំជ្រៅពេកណាគ្រូមិនជ្រៅពេកមើលអត់ឃើញទេតែចាំថា intraoral scan គឺជាកាមេរ៉ាថតរូបតែប៉ុណ្្នឹងក៏បានផ្លេចយើងមើលឃើញអីកាមេរ៉ានឹងមើលឃើញហ្នឹងមែនទេបើផ្លេចយើងមើលអត់ឃើញហើយកាមេរ៉ានឹងអាចថតបានទេគឺ simple តែប៉ុណ្្នឹងអញ្ចឹង fully digital workflow ហ្នឹងមានន័យថាម៉េចមានន័យថាយើងត្រូវការ scan នៅក្នុងមាត់តែចាំបាច់ឬអត់បើសិនជានិយាយពីលទ្ធផលការងារមិនចាំបាច់ទេក៏ប៉ុន្តែបើសិនជាគិតពីឲ្យភាពងាយស្រួលក្នុងការដោះស្រាយ case មកស្មាខ្ញុំគិតថា fully digital workflow មានប្រយោជន៍ជាងហើយ any intraoral scan គ្រូតែចាំថាទោះបីជាគ្រូប្រើ intraoral scan ក៏ដោយគ្រូខាងពងក៏ដោយគ្រូចាំបាច់ត្រូវការ detail margin ជុំវិញអាបត្តិហ្នឹងទើប dental technician គាត់ដឹងថាគាត់បញ្ចប់ ceramic នៅកន្លែងណាមាន lab មួយចំនួនគាត់ទៅជួយ scan ឲ្យគាត់ប្រកបជាប្រាប់ពុំបែរថាបាច់ប្រមោះទេយើងមាន intraoral scan ហើយយើងប្រមោះទៅទៀតព្រោះខ្ញុំចង់មិនសោះឡើយបើគ្រូអត់ប្រមោះទេគ្រូអាចដាក់ margin ខុសច្រើនបានទេបើគ្រូដាក់កំស្នាយចានពេលដែលគ្រូមើលទៅឃើញ margin អូខេគ្រូ scan បានតែគ្រូនឹងមិនអាចធ្វើគ្រប់ខែឲ្យ margin ស្មើចាននោះទេបើសិនជាពណ៌ថ្មីនឹងវាអត់ល្អបើសិនជាពណ៌ថ្មីអត់ល្អឬក៏ករណីដែលគ្រូចង់ដាក់សាក់ជិនជីវរ margin 0.5 មីលីម៉ែត្រឬរហូតដល់1មីលីម៉ែត្រគ្រូចាំបាច់ត្រូវតែធ្វើ soft tissue management ជាមួយនឹង retraction cord មួយជាន់ឬពីរជាន់អាស្រ័យទៅលើជម្រៅ margin ដែលគ្រូមានបើសិនជាគ្រូមិនដាក់ជ្រៅទៅក្រោមចានពេកទេ retraction cord តែមួយជាន់ក៏អាចនឹង control soft tissue ជុំវិញ margin បានក៏ប៉ុន្តែបើសិនជាគ្រូដាក់ជ្រៅគឺគ្រូចាំបាច់ត្រូវការដាក់ ball cord ដើម្បីទុក soft tissue ឲ្យ intraoral scan របស់យើង scan ចាយហើយនឹង margin នឹងឲ្យបានច្បាស់ល្អចឹងនេះគឺជាលទ្ធផលដែលយើងប្រើដាក់ ball cord impression technique នៅក្នុង digital intraoral scan និយាយថាគឺយើងត្រូវការ scan ឲ្យបានច្បាស់ដូចគ្នា margin របស់ abutment ហើយនឹង soft tissue គឺត្រូវដាក់ចេញពីគ្នាដូចគ្នានេះគឺជារូបភាពមួយដែលបង្ហាញថាទោះបីជាយើងប្រើ intraoral scan ក៏ដោយពេលដែលគ្រូពិភាក្សា abutment គ្រូត្រូវតែ focus ឲ្យបានល្អទោះបីកុំឲ្យកាត់បន្ចាយតែចេញឈាមច្រើនពេកហើយវិធីដែលងាយបំផុតកុំឲ្យកាត់បន្ចាយនឹងច្រើនពេកគឺគុំឆាប់ជ្រៅទៅក្នុងចាយក៏ប៉ុន្តែពេលខ្លះខែនេះជាខែចាស់ពីគេមកព្រោះតែហ្នឹងអញ្ចឹងមានន័យថាគ្រូត្រូវរកវិធីណាមួយដែល polishing margin ឲ្យបានល្អហើយកុំឲ្យឈាមចាយគឺត្រូវការប្រើរលោងឧទាហរណ៍គឺក៏លឿនពេលដែលគ្រូចូលទៅបង margin ឲ្យវារលោងហើយកុំប្រើពុំទេហើយវិធីមួយទៀតគឺគ្រូត្រូវការទិញពុំរបស់ពុំមួយវិញដូចគ្រូសុខភាពរបស់ microscope ជាល្អប៉ុន្តែនិយាយយើងពេកបើរូបនៅផ្នែកនេះវាលឿនជាងចឹងនេះគឺជាឧទាហរណ៍មួយដែលគ្រូចាំបាច់ត្រូវតែមាន skill ក្នុងការ control soft tissue ណាមុននឹងគ្រូចាប់បាន scan គ្រូត្រូវមើល occlusal view តើគ្រូមើលឃើញ cord ពណ៌ស្វាយជុំវិញ abutment អត់បើគ្រូមើលឃើញ cord ពណ៌ស្វាយជុំវិញ abutment ហើយឃើញ margin ហើយមានន័យថាពេលដែលគ្រូដក retraction cord នឹងចេញមកគ្រូនឹងអាច record margin soft tissue នឹងបានក៏ប៉ុន្តែបើសិនជាគ្រូញាត់អំបោះហ្នឹងទៅហើយអត់ឃើញ margin ហើយអំបោះហ្នឹងនៅក្រោមជាមួយ soft tissue ហើយគ្រូត្រូវរកវិធីណាផ្សេងទៀតគ្រូខែ retraction cord បញ្ជាន់ទៀតឬក៏គ្រូទៅទាញ retraction cord ហ្នឹងមកទៅ margin វាមិនគ្រូនឹងអាចជួយដែរហ
ហើយបើសិនជាអ្នកមាន substitute laser ងាយទេឧទាហរណ៍ថាគ្រូមាន substitute ឡើងវាជាក្រមកទៀតគ្រូអាចប្រើ substitute laser ដើម្បី shape ចាញ់ឡើងឲ្យឃើញ margin តែម្ដងអត់ទេគ្រូណាបើសិនជាគ្រូប្រើ electric distillery សម្រាប់ដូច resistance បងណាខ្ញុំបារម្ភថាគ្រូ control heat មកបានល្អវា burn ឲ្យ substitute នោះវា session ហើយ suggestion របស់គេមិនគួរណាប្រើនៅ thick implant ព្រោះ implant វា absorb thick លឿនជាង substitute ចឹងគួរអាច burn substitute ជុំវិញ implant ទៅហើយចឹងសូមប្រយ័ត្ននេះគឺជារូបភាព concave មួយទៀតដែលយើងដក extraction code ផ្នែកខាងលើចេញអញ្ចឹងមានន័យថា condition នេះទោះបីជាពួកខាង phone ដោយ silicone ហើយពួក prime intraoral scan ក៏ដោយគឺមិនច្បាស់ថាល្អដូចនេះមានន័យថាវាផ្ដើមចេញពី skill របស់គ្រូមុននឹងមាន skill ល្អគឺតែយើងចំណេញបាននៅក្នុងសភៅរបស់វិទ្យាជប៉ុនមួយសរសេរនឹងអានទៀតចំតែកន្លែងហ្នឹងអ្វីដែលយើងដឹងនិងអ្វីដែលយើងអាចធ្វើបានគឺខាត់ចែកដោយជួរដ៏ជ្រៅមួយអ្វីដែលយើងដឹងមានន័យថាចំណេះប៉ុន្តែអ្វីដែលយើងធ្វើបានគឺផ្សេងពីនេះផ្សេងវាខណ្ឌដល់ជួរដ៏ជ្រៅមួយជួរដ៏ជ្រៅនេះនឹងអាចផ្សារភ្ជាប់អ្វីដែលយើងដឹងនិងអ្វីដែលយើងអាចធ្វើបានដោយ experience បានមកពីណាមានន័យថាគ្រូដឹងហើយគ្រូព្យាយាមធ្វើហើយធ្វើទៀតតាមអ្វីដែលគ្រូដឹងទៅទើបគ្រូអាចធ្វើវាបានអញ្ចឹងមិនប្រកាសថាគ្រូដឹងហើយគ្រូមិនទៅធ្វើបានព្រាមទេមែនទេគ្រូតែការ experience ដើម្បីផ្សារភ្ជាប់រឿងពីរនឹងឲ្យយើងបានពេលខ្លះគ្រូគិតថាវាជារឿងងាយស្រួលខ្ញុំគិតថាពេលគ្រូ experience ឲ្យតែសតិតែសម្រាប់អ្នកដែលគាត់ថ្មីគិតថាវាជារឿងមួយដែលពិបាកពីព្រោះគូមិនទាន់ញ៉ាំមកចូលទៅតពេលពីភារឈាមតតិកតាពេញឡើងទៅហើយជាការពិតចឹងចាំពេកខ្ញុំភាសាទៀតនៅពេលដែលគ្រូ finishing matching កាន់តែទៀតនឹងចាញសូមដូរ code bar មកពណ៌ក្រហមឬក៏ពណ៌លឿងបើអ្នកដែលមិនទាន់ skill ល្អមែនតើបើពណ៌លឿងទៅបាក់ចាញទៅវាបាច់ធ្វើឲ្យឈាមចឹងហើយនេះគឺជាintraoral scan ពេលដែលយើង control soft tissue បានល្អយើងប្រើ Medit I 500មិនទាន់ I 600ទេណាមានន័យថា version ទៀតទៅតែយើងនឹង report ទៅបានច្បាស់ល្អដូចនេះចំណុចដែលជោគជ័យក្នុងការ scan អាបាត់មិនបានច្បាស់ល្អនេះគឺទីមួយ soft tissue management និងទីពីរគឺត្រូវ understand ថា margin របស់បាត់មិនហ្នឹងមិនគួរណាជ្រៅជាង1 mm ចិត្តពី2ទៅ4 margin ទៅលើកឡើងតែវាមាន detail ឬក៏វាមាន plasticity ខ្លះគឺយើងអត់ខ្ញុំក៏អត់បានគិតដែរការយើងកាត់តែយើងអត់ទៅទៅពីខាងមួយហើយតែបើសិនជាឆាប់បាត់មិនបីសូមផ្លាស់ប្ដូរការគិតអ្នកខ្លះដាក់ margin រហូតដល់2 3 mm ចូលទៅខាងក្នុងគឺស្លាប់ខ្លួនឯងគឺមានន័យថាវាសឹកតែកប់ទៅ crystal bone ហើយយើងអត់មានទៅធ្វើការបានហើយអញ្ចឹងទោះបីមាននេះក៏ដោយទោះបីជា shining 3D ក៏ដោយគឺយើងអាចធ្វើបានដូចនេះក៏ប៉ុន្តែនៅក្នុង scan នៅពេលដែលយើងអត់បាន experience scan ក៏ error ដូច silicone ដែរ silicone ពេលដែលយើងខាត់ទៅហើយយើងឃើញពីកលៈ occlusal surface ហ្នឹង scan ដូចគ្នាតែយើងអត់មាន experience ទេពេល scan ទៅឃើញពីកលៈ custic លេខ46 47ឃើញ custic ពីកលៈឧទាហរណ៍ថាស្ថានភាពនេះគឺពេលដែលយើងពិភាក្សាបាត់មិនហើយយើងដោះអំបោះហើយយើង scan ទៅចេញពីកលៈហ្នឹង vivo តែ scan ថ្មីហើយតែទៅយកអំបោះថ្មីបាទអញ្ចឹងយើងមាន trick ទូចមួយនៅក្នុងនោះដើម្បីការពារបំផុតមាន scan error តាមឡើងនៅលើពេលដែលយើងផុតពេលដែលផុតគឺពេលដែលយើងទី deduction code រួចហើយ
đọc trên màu hay trái bao con hay scan đấy sẽ tới miền Tây rồi nhưng ta mình nhưng là scan mấy cái đấy scan mấy tôi đến trái cái bật trên màu chưa đương với đẹp của sẵn sàng chắc đây là những scan full arch này những cái trick miễn này hả đây là những scan từ bốn nói những scan ác tay những hoàn toàn tìm bỏ trên đấy scan cho mặt ác đang sẵn bỏ tốt cao là không ở chỗ ta tập đây là của scan hái ác phong nó bị off distortion nó off những pi cái đẹp đây đúng thiệt này và tôi nói tiếp nó không software bao giờ những cái edit nó không này tốt infrared scan là riêng như cái edit file đây là cũng edit cũng như nó cũng gọi là lúc đang lại bot là cũng nhọn là muốn là cũng nó tên đấy cũng lúc đây trung bình bạn mình này đấy chắc muốn nhân edit file nó nhưng make sure thá file nó optimity cái này được group môn tế và tôi nói nó không xong về group intraoral scan là nó mình ao những edit bán nhưng lúc cái này bot chân cái nó được đi nhận lúc bán nó mày đọc trắng này nhưng mà khai xong lì lì vậy đấy nhất bây giờ những lúc khách theo qua một trang bắt mình tốt biệt cùng lúc cho được không nhưng đây tha p là dân scan mà sai tiếp khi dân scan bằng quên tại cái lại mặt chính là dân chọn mặt và tốt p là dân tiên bọt trên màu áo dương chặt ra scan của mình chắc đây là scan không mấy thì overlap tại màu lươn mặt chính là dân ăn được ở đây đặt chặt xe từ dân mấy thành tốt như thế này tuy nhiên vị trí đại dân là void và nói scan error tạo ra được các form được con người dan scan yang orang scan 3 anything hasil soal Windows ini ok buổi tiếp nó là English nên trong software này cái đồng ra là dương cho run muối nên trong software có medit khi học thao dương cho tới khi scan lưu tại đó ta sang những cái đồng ra là dương cho run các bạn có dương scan các bạn kalau beda yang scan thằng lên thằng khổ rồi hai nhưng scan bảy đi cái chi muối đối trên số conventional này còn cái là bây giờ dân đang stickในการเพื่อมองเห็นนุ่มdân là ngay skip การ scan ไปนี่เราจะไปบล็อกทั้งตัวนี้ทั้งเลยก็เลยมีเทคนิคต่างๆเดินบล็อกok à lấy nhóm sâu mà xài chương như ngọt nhóm sâu skip lên cái nông handout một tí á mà tao lại như vậy fully digital dentistry up here follow me right trên digital workflow là trong form of instruction nhưng nếu để sai cô dùng hơn là cái retrieve muscle to TMJ and then to the teeth at last nhưng đây ta full mind reconstruction dương đang start your way đó central relation increase vertical dimension mà cho rồi how cô đồng mong mà dương như cái balance rồi với aesthetic and function tại từng thì mình cô na bọc băng môi chạm bay môi như thế lượt lên cái đẹp như vậy sao cái này bạn đang mà gì cái nào những cái concept là trong cái phá cứ cái best learn
functional occlusion from TMK to smile design នៅក្នុងនេះយើងត្រូវផ្សារភ្ជាប់ជាមួយនឹង digital device ដើម្បីសម្រួលពេលដែលយើង treat អ្នកជំងឺនេះគឺជា condition របស់អ្នកជំងឺម្នាក់គាត់មានដូចច្រើនណាគាត់ចង់ restore ថ្មីរបស់គាត់ឡើងវិញហើយគឺពូធ្វើស្អាតទៅខ្ញុំទៅឡើងទៅគឺគាត់ពេកគាត់ពេកសាក់ពេកសាក់មានបញ្ហាហើយបញ្ហាមកពេកវែងដល់đất đai mới được phải chủ quyền đó có chủ lỗ để chủ cho một bài nên có tay cái chủ cho một bài khó là bài tới ok và có cái từ ta sai rơ rương chẳng còn như của mình increase vertical dimension là con theo cho nên nó đau bị tin à này này theo cái một tích nó bay của conนี่คือจะใช้ประเทศทั้งหมดมาได้จริงmình sắc thằng một này đấy sắc khoang này đấy ngay thằng một bây giờ chỉ dùng ở occlusionอยู่นี่คือชื่อสัญญาใน occlusion pathology ชื่อสัญญาใน occlusion structure មានន័យថាចការមកគាត់នឹងរលមកមកហើយបើយើងត្រឡប់ក្រោយបន្តិចអ្នកជំងឺនោះអត់មានរោគវិចិត្រឲ្យយើងធ្វើទេសិនតែ H to H ចឹងបាយ position មួយនេះយើងហៅថា maximum incapacitation yes ចឹងក្នុងស្ថានភាពនេះខ្ញុំវិភាគមើលថាខ្ញុំត្រូវការ increase vertical dimension តែការ increase ប្រមាណអីប្រមាណគឺយើង base ទៅលើ manual way ដែលយើងពិចារណាក្នុងការពិសេសចឹងគ្រូតែធ្វើអីគេដើម្បីដល់ការ increase vertical dimension ប្រមាណទេគេ direct knock out មិនធ្វើព្រោះខាងក្នុងមកគាត់ខ្សត់ខ្លាំងមែនទេអញ្ចឹងខ្ញុំនឹងធ្វើ direct knock out មិនឲ្យគាត់ធ្វើឲ្យក្នុងដូច shape មិញរបស់គាត់ឡើងវិញហើយ base ទៅលើ proportion របស់គាត់ខ្ញុំនឹងដឹងថាខាងលើតើការប៉ុណ្ណាមែនទេ yes and then នៅខាងក្រោមខ្ញុំគិតថាបើខ្ញុំពិភាក្សាមិញនឹងឲ្យទៀបជាងនឹង2មីលីម៉ែត្រទៀតសឹងដល់បរិយាយើងនឹងថាអត់ទេមានតែការខាងក្រោមប្រហែលជា1មីលីម៉ែត្រដល់ and on the way exaggeration ជាអ្វីដែលខ្ញុំគិតត្រួសត្រាសសរុបទៅឧទាហរណ៍ថាខ្ញុំត្រូវការ increase vertical dimension របស់គាត់ប្រហែលជា4មីលីម៉ែត្រអញ្ចឹង case នេះខ្ញុំនឹងធ្វើជិះ rest vertical dimension របស់គាត់ប្រហែលជា4មីលីម៉ែត្រដើម្បី concentric relation right ក៏ប៉ុន្តែនៅក្នុងស្ថានភាពរបស់គាត់នេះអ្វីដែលខ្ញុំធ្វើគឺយើងចាប់ផ្ដើមជាមួយនឹង intraoral scan intraoral scan នេះខ្ញុំប្រើ Medit I 500ដែរ version ចាស់នេះទៅតែដល់ signature plan នេះទីមួយខ្ញុំគិតថាថ្មីនោះខ្លី severe attrition នៅផ្នែកខាងមុខអញ្ចឹងយើងដឹងថាវាជា occlusion pathology ដែលកើតឡើងដោយសារតែ interference នៅផ្នែកខាងក្រៅអញ្ចឹងយើងអត់មាន space គ្រប់ដើម្បីធ្វើ restoration នេះគឺជា digital back record ជាមួយនឹង vertical dimension increase គ្រូក៏ទៅសួរខ្ញុំថាចុះគ្រូប្រើជីកនៅឡើយណាដែលអត់ឃើញជីកនៅក្នុងនោះយកមកជីកយើងដាក់នៅខាងមុខហ្នឹងឃើញទេអញ្ចឹងនៅក្នុង software intraoral scan យើងទីមួយគ្រូ scan អាខាងលើទីពីរគ្រូ scan អាខាងក្រោមបន្ទាប់មកគ្រូត្រូវធ្វើ by record មិនទេពេល by record គ្រូត្រូវដាក់ lucidity ចូលទៅគ្រូ watch dimension ដែលគ្រូចង់ increase 4មីលីម៉ែត្របន្ទាប់មកអ្នកជួយ slide ទៅ slide ឡើងទៅរក point មួយ circulation ឲ្យឃើញហើយឲ្យអ្នកមួយលើស្គីនៅក្នុង software គ្រូ scan by scan ពីជំហានអាទាំងពីរហ្នឹងនឹង align ចូលមកគ្នា scan មកជំហានទៀតនឹង align ចូលមកគ្នាចុងបញ្ចប់គ្រូមានឃើញជីកនៅខាងមុខនេះដែរក៏ប៉ុន្តែដើម្បីបានរូបភាពបែបនេះក៏តែគ្រូដាក់ជីកនៅផ្នែកខាងមុខមានសំណួរឲ្យចង់សួរខ្ញុំនៅឡើយហ្នឹងអត់មានទេខ្ញុំសួរត្រឡប់ទៅវិញបើសិនជាគ្រូអត់មាន intraoral scan នៅក្នុង clinic តែគ្រូនឹងធ្វើអីបានប៉ុណ្ណេះខាងពុំហ្នឹងមែនទេគ្រូខាងពុំលើក្រោមហ្នឹងមែនអត់បើអញ្ចឹងគ្រូបានដល់បាយយកទៅណា study model
Just study model ខ្ញុំសចេះគ្រូគួរតែខាត់2គូក្នុងគង់ខាត់1គូទៅព្រោះមកលើ construction គ្រូត្រូវតែជំនាញ2គូ1គូគ្រូទុកតែឲ្យទុក1គូទៀតយើងធ្វើ website ទៅ modify តែ digital គ្រូមិនស្ទែន2ដងទេស្ទែនតែម្ដងគ្រូចង់ duplicate ទៅ10 20ដងក៏បានដែរអត់អីទេយើងជួយ copy paste ហើយយើង conventional way គ្រូទៅខាត់ arginate លើក្រោមបន្ទាប់មកគ្រូដាក់ chip ហើយគ្រូខាត់ by silicone ដើម្បីយកទៅតម្លៃ articulate អញ្ចឹងបើសិនជាគ្រូប្រៀបធៀបគ្នានេះនៅក្នុង maximum intercapacity បន្ទាប់មកទៀតនេះគឺនៅក្នុង centric relation vertical dimension increase បន្ទាប់មកយើងមើលស្ថានភាព overjet របស់គាត់តើយើងអាចបង្កើត overjet ឲ្យបានល្អជាងមុនទេ Yes គឺស្រួលបែបហ្នឹងតែហេតុអីបានយើងបង្កើត overjet នេះបានកាលនៅសមាគម implant គាត់ធ្វើ conference មាន Dr. Sebastian គាត់និយាយ clearly មួយចូលចិត្តខ្ញុំបានគាត់និយាយថា when planning treatment such as occlusal adjustment, orthodontic or full medical rehabilitation relies solely on the condyle position in maximum intercapacity, even patient without symptom or internal joint disorder is considered problematic. គាត់រៀបស្វែងថាបើសិនជាយើង restore គេនៅក្នុង full medical structure បែបនេះដោយទុកផងដែរនៅក្នុង position maximum intercapacity នឹងប្រកបមានបញ្ហានេះครับអញ្ចឹងរូបភាពនេះគាត់បង្ហាញមកខាង MRT position និងមកខាងទៀតនៅពេលដែលយើងធ្វើ occlusal adjustment ឲ្យចូលទៅក្នុង centric relation យើង create overjet មានន័យថាយើងកំពុងតែរុញគាត់ដែរឲ្យចូលទៅក្នុង physiologic position របស់គាត់វិញអត់មានមកចូលស្នាគាត់ណា Dr. Sebastian ក៏បានតែឡើងល្អដែរគាត់និយាយ occlusion អញ្ចឹងនេះគឺជារូបភាពបង្ហាញថា maximum intercapacity នៅក្នុង condition បែបនេះព្រោះតែយើង clear occlusal interference នៅផ្នែកខាងក្រោយដើម្បីឲ្យ condyle ចូលទៅក្នុង CR យើងនឹង create space in that restorative materials ಅಂತគ្រប់ទៅណាបើឪពុកខ្ញុំប្រាប់ឲ្យឆាប់មិញក្រោមតិចទៅមាន space ហើយនេះក្បាច់ទៅចែកឲ្យពេលខ្លះមានន័យទៅប្រយោជន៍និយាយយើងស្ដាប់ក្បាច់ទៅចែកឲ្យធ្វើទៅបានអញ្ចឹងទី1រូបភាពនេះខ្ញុំយកមកចែករំលែកដល់គ្នាគឺមានន័យថា concept នេះគេប្រើយូរហើយក៏ប៉ុន្តែគ្រាន់តែយើងនៅសាលាយើងអត់បាន train ពីតើអ្វីទៅជា centric relation ដែលយើងអាចធ្វើបាននៅលើមេឃយើងបាន train តាមពី centric relation នៅលើ complete denture ហើយតែទី1 centric relation អាច create overjet ទន្ទឹមគ្នានឹងយើង increase vertical dimension យើងឃើញថានៅពេលដែលយើង increase vertical dimension ប្រហែលជា2 mm យើង create overjet ដល់លើខ្លួនដោយសារតែ baby bone របស់យើងវា swing វាធ្លាក់ចុះក្រោមទៅតែអញ្ចឹងទន្ទឹមនឹងរឿងពីរនេះយើង create vertical យើង create overjet សម្រាប់អ្នកជំងឺដើម្បី restore ផ្ទៃនឹងបានយ៉ាងងាយនេះគឺជា link ដែល continuation ផ្ញើមកឲ្យវិញក្រោយពេលគាត់ធ្វើ digital វិញណា vertical dimension គូពេទ្យយើងជាអ្នក rest by based on the aesthetic និង restorative space need ហើយនេះគឺជា direct មកណាដែលយើង based on the tooth proportion smile curve ដែល dental technician គាត់ត្រូវ follow តាមយើងចឹង dental technician ក៏អត់មានការសពេចសពើថាតើធ្វើមិនគួរតែបន្លែប៉ុណ្ណាបើខុសមិនគួរគាត់ទៅណាចេញក្រៅឬចូលក្នុងនេះមានន័យថាយើងមានបង្កាយ6មុខខាងលើឲ្យគាត់ជាគោលដើម្បីឲ្យគាត់វា occlusion ថ្មីខាងគាត់ទៅ follow តាមខាងលើខ្ញុំមានសំណួរឲ្យចង់សួរខ្ញុំមកដល់ step ហ្នឹងឬអត់ជាមួយនឹង digital
គាត់ចូលទៅក្នុង centric relation ថ្ងៃនេះខ្ញុំប្រើ logic មានតែយើងប្រើ resin ជា anterior programmer អញ្ចឹងយើងនឹងឲ្យអ្នកជំនាញគាត់ស្លាយ medical របស់គាត់ទៅនៅក្រោយហើយគាត់សម្រាប់បាយជា10នាទីតទៅទៀតយើងនឹងឲ្យគាត់ខាងម្ដងទៀតក្រោយពេលគាត់ខាងហើយយើងលើកជិះជើងមកខ្មៅដៃគ្មានក្រុមជាមួយនឹង resin នៅខាងលើមែនអត់ដល់ឲ្យគាត់ខាងមើលតែគាត់ repeat ជាមួយនឹងមកដែលយើងបានគូសនៅលើ resin បើសិនជាគាត់ repeat ទៅលើមកហ្នឹងមានន័យថាវាគឺជា centric relation ការ centric relation ហ្នឹងមានអត្ថន័យមិនសម្រាប់ពួកយើងអនុវត្តប្រចាំថ្ងៃចាំអត់ពី clear centric relation គឺជា repeatable position ណា yes សាច់ដុំសម្រាប់នៅនេះកំដៅគឺ rotation នៃជុំវិញ king axis of rotation បាទគឺទៅវិញយើងតែចុះអាយើង keep ឲ្យគាត់ទៅ see all ទៅមកតែយើងធ្វើ copy មិនខាតគាត់មិនតែទាំងអស់គាត់មិនបែកត្រង់មកវិញទៀតបាទហើយយើងមិនប្រម see all តែចាំបាច់រក see all ថ្មីឥឡូវគ្រូមានដំណើរថ្មីហ្នឹងដែរនេះគឺជាដំណើរថ្មី centric relation មែនអត់នេះគឺជា centric relation បាយ record មែនអត់ហើយបន្ទាប់មកគាត់ធ្វើ digital backup ឲ្យយើងដោយរូបភាពហ្នឹងនេះគឺជា digital backup ក៏ប៉ុន្តែមុននឹង digital backup គ្រូអាចឲ្យ dental technician គាត់ធ្វើ chip មួយពី laptop ហើយ frame resin resin នេះគឺមាន indentation របស់ថ្មីនៅក្នុងហ្នឹងមានស្នាមថ្មីលើថ្មីក្រោមឡប់យកនៅកន្លែងហ្នឹងមកហើយគាត់មាន movement ទៅណាទៅព្រោះយើងគិតថានេះគឺជា centric relation ដូចហើយបើគ្រូមិនឲ្យ dental technician print ចេញមកចឹងទេនៅលើ chip គ្រូហ្នឹងគឺគ្រូត្រូវបាញ់ composite flow ដូចខ្ញុំធ្វើនៅការពី session ទី3ទី4នឹងចាំអត់មានន័យថានៅលើ chip របស់យើងជា resin មុននឹងយើងចាប់បានពីផ្ទះបាត់ហ្នឹងយើងបាញ់ composite flow ដើម្បី lock ចកាគាត់កុំឲ្យគាត់ roll ទៅមុខទៅក្រោយពីព្រោះពេលយើងពីផ្ទះបាត់ហ្នឹងអ្នកជំងឺគាត់ស្ពឹកអញ្ចឹងគាត់ខាំទៅគាត់អាចដឹងឆ្វេងក្នុងស្ដាំអត់ណាតែនៅក្នុង digital flow នេះគឺងាយមែនទេសូមឲ្យ technician គាត់ design ឲ្យ print chip ហ្នឹងមកឲ្យខ្ញុំក៏ប៉ុន្តែសូមឲ្យមានស្នាមថ្មីក្រោមចូលទៅប្រហែលជា1មីលីម៉ែត្រមានន័យថាពេលដែលគ្រូបានជីកដាក់ចូលទៅក្នុងមាត់អ្នកជំងឺខាំទៅគឺត្រូវតែ position នឹងមួយឲ្យអាចរើទៅឆ្វេងទៅស្ដាប់ទៅមុខទៅគាត់បានទៀតទេគឺ copy ជីកពេលដែលខ្ញុំ record centric relation ជីកពេលដែលខ្ញុំ record centric relation បាទនេះគឺរលោងណាដើម្បីឲ្យអ្នកជំងឺស្វែងទៅក្រោយឥឡូវខ្ញុំដឹងថាកន្លែងនេះ position នេះជា centric relation ហើយខ្ញុំ lock វាជាប់ដោយឲ្យ technician design ហើយគេ design នេះគេអត់មានទេអញ្ចឹងមុននឹងខ្ញុំទៅវិភាគអាបាត់នោះខ្ញុំមានជីកមួយដើម្បី maintain centric relation ហើយជីកទាំងជាក់ស្ដែងគឺមានរូបភាពបែបនេះតែពេលនេះមកអានេះគឺផ្នែកសបចូលទៅលើហើយនៅខាងក្រៅបាតក្រោមមានស្នាមមិនតោះនេះឡើយណាចិត្តកម្រាស់យកតាមអាបាយចំប៉ុនបរិយាកាសបាយហើយមុននឹងបានអានេះយើងត្រូវធ្វើជីកដល់ខ្លួនឯងពេលទៀតមែនទេវ៉ាកម្ពស់4មីលីម៉ែត្រ press by centric relation នេះបាទចុះហេតុអីបានយើងមិនប្រើជីកចាស់គឺអត់មានកន្លែងឡក់ចកាខាងក្រោមរបស់យើងមិនដឹងណាទេតែយើងចង់ឡក់ចការបស់គាត់ដោយយើងប្រើជីកថ្មីដែល technician ដែល print មកយើងនេះគឺជា digital backup ដែលយើងបានមកពីមកអាត់ជាគំរូហើយយើង print ចេញជា model បន្ទាប់មកយើងធ្វើ silicone អញ្ចឹងម្ដងទៀតទោះបីជា backup ដៃឬក៏ digital backup សូម base ទៅលើ principle aesthetic dentistry របស់យើង
còn ao thích ngày xưa còn vừa ở bên tập bị đáy hay nhưng nhiều màu phá nhưng tất cả mình thao bia ăn vừa ăn thì đi thao vừa ao cái chứ follow tam principle về ban đó đấy có silicon về nhé mà bây giờ thành phổi còn tai tê là dương vừa silicon từ lời resin vì ở sao lỗ nên khi dân quan trong nào dân ta theo có độc sự ác liên của mình là có sớm giờ nó liên sự bút tốt về suốt chẳng vừa silicon tới phía ở cử hay cho con bán sạc bộ mình sẽ tập lên này nếu cái chuyện hiệp muối là trong giờ pi scan tim muối mà hồ lô mấy đó scan tim muối nó cứ khiêm tục mà đó nó khiêm một cái là không mấy tim pin là bây giờ mà modify tim muối khiêm tục mà nói thứ ấy này chẳng được trong software và cái không mấy còn là cho right click duplicate thì trên nó bị trên file pi rồi copy paste rất khiêm gia cũng duplicate với chất mà khiêm chắc đang prepare bản mình đây là trong prepare bản mình cũng chưa khó thế ngày đang dùng plan thăm cũng là cái tổng phần đi mau này nó thành gì đấy trong cái bên đó cùng modify như lên model đó tập mình còn mang cột đến tới ba này trang dương như từ ấy trang mình đã đó này đấy rất tốt việc của lúc tập mình làm rồi tại cái này cứ thêm thăm cũng nó mà nó ăn thằng này rất trong lúc hoặc mình đã đặt trong prepare mình đã đặt trong mà con prepare liên tục rồi cho nên không biết được giống lúc nơi lớp ăn nơi lớp mình đặt trong bàn prepare nói trong tục sơ phê trái bạn còn có ao trong tục mình làm này vì thế này cứ cà phê cùng ao phụ scan tới đặt form nó bị distortion được thay đổi một hiện nay thái cụ miếng đặt form rồi thái cụ còn đang scan mình chụp chứ nó không có cụ prepare bạn mình tam tận á cái này cụ plan là hỏi muốn về là cụ chặt đá từ còn cụ đặt transport hay nhận lên transport cụ lục trên nó là bạn để cụ plan rồi cụ chạm vào đó pi khó của bạn bay khó của bạn về chất cụ nhưng mà ra này lên mặt trên cụ không cài chạm đấy chất ta về là nhân chạm đôi thảo cụ biết bán khơi cũng tiếp là thêm phải hai người đấy lại đặt trong lúc này này nếu bây giờ nhâm scan mà xa tiếc lại nó modify cho nên record surface của mình cho mà nhâm trong play video lại như thế như này thay trang dùng game lên mà có tin là đá cứ dân modify thay lại mà trên là bạn mình đôi khi nên trong scan là phiên đặt trong công để mà hai người cùng ấy cứ bên này thá nhóm đang scan là bạn mình mấy đang cho bạn prepare thì mình nghe cái lỗ mà đó mình lên tập bảy này đấy chắc chiếu cái bên là phim scan tháo biết là bạn đối tượng này đây là biết đây thay phiếu đẹp xa thạch cho hình trang mà con đây là đá thay phiếu modify mình làm con prepare mà mình là prepare tốt mà đổi từ thành cái này chưa được đẹp tôi mà tiếp session khỏi cụ tới root canal cụ tới postcard tới ai hai cụ trong thăm cùng buôn crop đi mà bây giờ cho nên không mà hạ tiếp cụ có to biết bằng cụ to đã bay buôn đẹp sai khỏi nó cụ giờ file đấy là đại cụ scan ban mà cái nặng đấy đúng cái biết là cái file account bay như thế cụ to nó cụ modify nó lại là cụ có cái giống như là tapi một step của bên bạn đây là cũng là lock power step như người bạn so cũng modify file này khi mà step tục yang muối duplicate là mấy cái step mình được chẳng được bên ấy sao bên này cũng prepare bạn mình buôn crop rồi thái cũng add export bạn mình đi mà crop thì crop hay cũng lock đến là không xong giá như lại mới lock còn là cho biết là lock hay cũng cục mạch người lời là đấy tôi mới chuyển trang như phải tôi mới tôi mới on
modify ដែរតែវាជា track មួយដើម្បីទាញឲ្យ scroll file ហ្នឹងដើម្បី scan មកបន្តទៀតចុះបញ្ចប់នៅក្នុងពេល2 digit គូ scan មកក្នុងមុខទៀតតែនេះអញ្ចឹងមានន័យថាគ្រូអត់ចាំបាច់ត្រូវការបឋមចិត្តដើម្បី prepare form ក្នុងពេលតែមួយ digit ឲ្យហើយមួយទេគ្រូអាច split ទៅ2ដងឬ3ដងតាមដែលគ្រូអាចធ្វើបាន file ហ្នឹងអត់មាន distortion ទៅណាទេមានជំនួយតាមសួរទៅហ្នឹងបានន័យថា step ទី1ទី2បើសិនតែយើងគិតអូខេហើយយើង keep វាទុកយើងចង់តទៅទី3យើងធ្វើទីគោលដៅយើងចង់បានបាទមួយទៀតគឺចុះពាក់ព័ន្ធនៅពេលដែលយើង edit វាលុបកន្លែង margin ជុំវិញទាំងហើយដល់ពេលយើង scale ឡើងវិញវាចេញជារូបមកពីរជាន់គ្នាអានោះមូលហេតុអីអាហ្នឹងអាចដោយសារតែ file ដែលគ្រូដាក់ទៅនោះវាអត់ detect គ្នាត្រូវវាហាក់បីដូចជា file 2 C គ្នាអត់ធ្វើមិនទេចាំមិនគ្រូត្រូវ scan សារទៀត reverse វាគ្រូ scan មិនយើង file ហ្នឹងឡើងយកទៅដែរមិនពាក់ព័ន្ធនឹង quality របស់ម៉ាស៊ីន scale អត់ទេអាចដោយសារតែដៃរបស់យើង control អត់ត្រូវយើងថាពេលដែលយើង scan ធម្មតាយើងត្រូវការ scan ចាក់ពីចំណុចទី1មកមែនទេបាទពេលដែល scan មកយើង scan រួមមកជាប់រហូតតែបានគ្រូ scan ពីនេះទៅវិញតែបានគ្រូ scan ត្រឡប់មកបើគ្រូ scan បានអញ្ចឹងអត់ងាយ distort ទេក៏ប៉ុន្តែបញ្ហាដែល distort នេះគឺគ្រូ scan ឡើងនេះម្ដងត្រែទៅបាត់ track វាគ្រូដើម្បីទៅរកកន្លែងណាផ្សេងទៅឲ្យ distort file បាទទីហើយគ្រូទៅចាប់កន្លែងផ្សេងទី3មកគុំគ្នា file ហ្នឹង2 3ជាន់ត្រួតគ្នាបានទេគ្រូអញ្ចឹងមានន័យថាគឺដៃរបស់គ្រូពេលដែលគ្រូ control scan ហ្នឹងតែ distance រវាង intraoral scan ហើយនឹង target ដែលយើង scan ហ្នឹងគ្រូរក្សា distance ហ្នឹងបានល្អប៉ុណ្ណាអូខេមិនមកពីម៉ាស៊ីនទេមែនទេគាត់ថាបើសិនជាម៉ាស៊ីនដែលល្អ scan ទៅវាលឿនជាងបើម៉ាស៊ីនដែលវា detection វាយឺតគ្រូចាក់ការចំណាយពេលយូរនៅម្ដងហ្នឹងដើម្បីវា detect report បានប៉ុន្តែនៅពេលដែលយើង edit វាដើម្បីយើងកាត់ហើយយើង scan ឡើងវិញវាត្រូវតែជាន់យើងមិនត្រឡប់ទៅកន្លែងដែលវាចាប់ស្គាល់នេះសិនអញ្ចឹងអូមកបាទអញ្ចឹងមានន័យថាអញ្ចឹងមានន័យថាបើសិនជាគ្រូចង់ scan កន្លែងហ្នឹងបាទគ្រូតែម្ដងនេះជាប់ទៅគ្រូ scan កន្លែងនេះវាស្គាល់ចាប់ដើមចេញពណ៌បៃតងវាឲ្យយើង scan ហើយគ្រូ scan មក scan គ្រូបាត់ហើយមែនទេគ្រូកុំ scan កន្លែងថ្មីគ្រូទៅកន្លែងខ្លះមកវិញហើយ scan មកវិញទៀតបើទៅទាញមកឲ្យផុតបើសិនជាគ្រូគិតថាគ្រូ scan ម្ដងនេះបានថ្មីហើយចាំយកមកគុំគ្នាពេលខ្លះគុំទៅចេញ2ជាន់ហើយ3ជាន់តែគុំពីស្នាមភ្នែកហ្នឹងអញ្ចឹងគ្រូត្រូវ track យក track ចាស់ហ្នឹងមកវិញគ្រូ start ពីកន្លែងហ្នឹងហើយណា start មកគ្រូបាត់ track ឲ្យវាឡើងស្គាល់ហើយគ្រូទៅកន្លែងហ្នឹងវិញអញ្ចឹងគ្រូ scan មកទៀតគ្រូបាត់កន្លែងហ្នឹងគ្រូទៅកន្លែងហ្នឹងមកវិញអញ្ចឹងគ្រូ scan ទៅមកទៀតទឹកអាហ្នឹងវាអត់ហ៊ានត្រួតគ្នាទី3ជាន់ពីខ្លះចន្លោះខាង contact point វាអត់សូវចាប់បានគ្រូនឹងមានឧបសគ្គកន្លែងហ្នឹងបើសិនជានៅចិត្តខាងហ្នឹងមានក្មេងដែលអត់ប្រភេទហើយក្មេងនេះនៅគៀកគ្នាបាទគ្រូត្រូវការ skill បវរ tip scan ហ្នឹងតែបើសិនជា full apps អាបាត់នឹង preparation នេះគ្រូនឹងមិនមានឧបសគ្គនៅការឡើងឯកសារទី1អាបាត់នឹងខ្លីនិងទី2វាអត់មានណាដូចខាងគ្រូនឹងមិនមានឧបសគ្គកន្លែងមាន proximal scan អត់បានជាបើសិនជាក្នុងករណីហ្នឹងយើងអាច edit លុបកន្លែងដែលយើងចាប់បានហ្នឹងហើយ scan បន្តឡើងវិញបាទដូចគ្នាមានន័យថា file ហ្នឹងគ្រូមុននឹងគ្រូបញ្ចប់គ្រូ edit scan បានគ្រូ scan complete ហើយគ្រូចប់ edit វាមក scan ភាសានេះក៏បានដូចគ្នាមិនមែនទេធ្លាប់សាកអញ្ចឹងទៅវាបានជារូបភាព2ជាន់ហើយដោយសារតែគ្រូបាត់ track វាមានន័យថាពេលដែលគ្រូចាប់បាន scan file នឹងមួយពេញពីកន្លែងណាមួយទៅហើយគ្រូត្រូវយកកន្លែងនេះជា starting point ទៅតែឧទាហរណ៍ថា file ហ្នឹងគឺ file ដែលគ្រូ scan មួយថា3 4ថ្ងៃក្រោយមកអ្នកជំងឺមកវិញនៅពេលនោះគ្រូត្រូវ edit file ហ្នឹងមែនទេអញ្ចឹងគ្រូត្រូវរក starting point ថ្មីខ្ញុំត្រឡប់ក្រោយទៅជាក្នុងរូបភាពបែបនេះហើយគ្រូត្រូវរក starting point ថ្មីបើគ្រូអត់ចង់ដោះប្រហែលសំទាំងអស់ទេគ្រូដោះតែ1គ្រាប់2គ្រាប់គ្រូ scan កន្លែងហ្នឹងមក
តែក៏គ្រូអាចរក detection ពីកន្លែងផ្សេងទៀតបានពីចាញ់ពីអីមកបានដូចគ្នាបញ្ហាអីទេឲ្យតែគ្រូរកកន្លែងណាដែលផល scan មកយើងចាប់បានពេលចាប់ហើយសូមរក្សាកន្លែងហ្នឹងដើម្បី scan យកកន្លែងដែលយើងនិយាយពេលដែលគ្រូបាត់ track វាហើយ scan ឡើងកាត់គ្រូទៅកន្លែងហ្នឹងវិញដើម្បី scan ទៅមកពេលហ្នឹងហើយ file របស់គ្រូនឹង distortion ពីវាជាប់នេះនេះ compare ទៅ conventional វិញគ្រូឃើញរូបភាពនេះហ្នឹងទេមានន័យថាគ្រប់ពេលដែលគ្រូ prepare បាត់ទៅគ្រូត្រូវតែ maintain បែបរបស់គាត់តែ maintain បែបរបស់គាត់បានដោយវិធីណាគឺប្រើ physical មែនទេគ្រូខាងមុខទុកក្រោយខាងក្រោយទុកមុខគ្រូ prepare ខាងលើ that's okay តែនៅពេលដែលគ្រូ prepare ខាងលើរួចហើយគ្រូមកចាប់ផ្ដើម prepare ខាងក្រោយនោះគ្រូនឹងត្រូវការបាត់នឹងខាងលើដើម្បីទុកបាយរបស់គាត់មែនទេពេលនោះគ្រូត្រូវធ្វើអីគេបានគ្រូដកប្រើសារនឹងបានគ្រូត្រូវកាត់ខាងស្ពឹកមិនចាពេលដែលគ្រូចាក់ខាងស្ពឹកណាគ្រូចាប់ខាងស្ពឹកនៅលើទឹកកកក៏បានគ្រូត្រូវការពេលវេលា10 temporary សម្អាតបាត់មកហើយខាងបាយហ្នឹងនឹងភ្ជាប់ temporary ទៅវិញតែនៅក្នុង digital ខ្ញុំ scan តែខាងលើខ្ញុំ scan តែខាងក្រោមអាបាត់ហ្នឹងខ្ញុំ prepare ហើយខ្ញុំយកមក online ខ្ញុំបានឡើងមកវិញយ៉ាងនេះន័យថាខ្ញុំកាត់បន្ថយពេលវេលាដែលខ្ញុំបោះប្រហោខាងលើហើយខ្ញុំនឹងកាត់បន្ថយ patient discomfort មានន័យថាខ្ញុំ maintain បាយអាទី1របស់គាត់ទុកបណ្ដុំដើម្បីចុងបញ្ចប់ខ្ញុំយកអាបាត់នឹង prepare ខាងលើនិងអាបាត់នឹង prepare ខាងក្រោមដល់ឡើងចូលទៅក្នុង file ដែរមកវិញអញ្ចឹងមានន័យថាពេលដែលខ្ញុំ prepare ចូលខាងក្រោមខ្ញុំមិនចាំបាច់បោះ temporary ខាងលើទេគាត់មិនដែរណាគ្រូចង់ prepare 2 visit ក៏ដោយ3 visit កន្លងខាងក្រោមគ្រូ modify ទៅខ្ញុំ modify មែន separately អត់ទេគាត់ចាំគ្រូយកមក align ខាងក្រោមគ្រូមិន align ឲ្យ technician align ហើយ align តែសូមគ្រូ scan យក soft tissue ឲ្យបានច្រើនតែបាត់ calling ក៏ពីផ្សេងខាងក្រៅបើខាងលើតែអូខេមាន palette គ្រូស្រួល align តែខាងក្រៅសូមគ្រូ scan back fold និង wing fold ឲ្យបានជ្រៅបំផុតតាមតែគ្រូឲ្យ scan បានព្រោះអញ្ចឹងយើងពិបាក align ទេខ្ញុំចង់បញ្ចប់គឺបានរូបភាពបែបនេះមានន័យថាពេលដែលខ្ញុំ prepare ពីខាងលើគឺខ្ញុំ prepare ខ្ញុំ prepare ខាងក្រោមគឺខ្ញុំ prepare បន្ទាប់មកនៅក្នុង digital ខ្ញុំ align ចូលទៅគឺ maintain centric relation នៅដដែល vertical dimension នៅដដែលមែនអត់បន្ទាប់មកទៀតនៅក្នុង software ខ្ញុំនឹង export text file នេះចេញខ្ញុំជប់យកអាមិញតែគាត់មានគឺតែអត់ចាំទិញនេះដល់ scan ហ្នឹងទេទិញ link គឺថ្លៃការខ្ញុំប្រើខេតនេះខ្ញុំប្រើដូចជា edit ហើយប្រើមកហើយទៅខាងនេះមកជាទូទីបើថ្មីគឺថ្លៃជាងនេះណាទូគេនេះកម្មវិធីខ្ញុំឡើងហ្នឹងមុនខ្ញុំចូលទៅមកលើគឺដល់ចំណុចនេះដល់ពេលដែលយើង scan ហើយពេលខ្លះគឺតំបន់ margin វាទៅវាលអានោះមូលហេតុអី margin នេះវាបែកចេញអត់ដែរថាជា margin មើលទៅវាព្រាលដោយសារតែ reduction code របស់គ្រូជ្រៅពេកខ្ញុំអត់ទៅជ្រៅពេកឬក៏គ្រូប្រើ reduction code ទុកពេកចាំគ្រូទៅមើល soft tissue management វិញហើយរាល់ពេល scan គ្រូសូម complete មើលកញ្ចក់ intraoral scan ផងវាស្រួលដែរប៉ុន្តែវាមានដូចកញ្ចក់ត្រូវតែ clean ដែរគ្រូដែរឃើញទេរៀងស្អាតហើយមានដូចពពុះពណ៌នៅលើកញ្ចក់ណាពេលដែលគ្រូយកមក scan គឺអត់ clear បានចេះឃើញពពុះដូចគ្រូគិតថាសូមជួបកញ្ចក់ឲ្យ clean ស្អាតល្អមែនទេទើបគ្រូ scan មកដាច់ស្អាតបែបនេះមកដំណើរការនេះគ្រូចង់ prepare អាបាត់មិនលើក្រុមទៅ6ដងក៏ prepare ទៅអត់មានបញ្ហាអីទេតែបើគ្រូធ្វើដល់ silicone គ្រូអត់មានឱកាសទៅអញ្ចឹងទេគ្រូត្រូវតែ prepare លើระดับខាំពុំមកឲ្យ
ដល់ពេលគ្រូពីផ្ទះខាងក្រោមគ្រូតែពីផ្ទះឲ្យ relate ជាមួយឥឡូវទៀតគ្រូទៅដល់ temporary ឥឡូវមែនគ្រូសួរទេណាអ្នកជំនឿដល់ស្ពឹកខ្លាំងឈឺខ្លាំងក៏ប៉ុន្តែនៅក្នុង digital គឺកាត់បន្ថយពេលវេលាគ្រូកាន់តែច្រើនហើយនឹង patient discomfort តែតែក្នុងនេះគ្រូ intraoral នេះតែពេលយើងឆាបបាត់ពេលបានចឹងអស់ហើយយើងទៅខាំបាយឡើងទៅយើងយកតែបាយចាស់របស់យើងអូអត់មើលអូនខ្ញុំឯងអាយនឹងគិតថា ABC ដាក់ខ្ពស់អត់កុំអាទៅកាន់ទីនោះនេះគឺជា file ដើមតែខ្ញុំប្រាប់ថា scan ឲ្យទុកវា duplicate ចេញកុំ modify វាសោះមែនទេបងទុកវានៅម្ដងកម្ពស់អីទាំងអស់គឺទុកវានៅម្ដងអញ្ចឹងក្រោយពេលដែលគ្រូពីខាងលើមួយ scan ទុកពីផ្ទះខាងក្រោម scan ទុកបាត់ scan បាយទៅទេព្រោះបាយមកពុកមានរួចហើយចូលឡានចូលនេះខ្ញុំចង់ overlap ឲ្យគ្រូមើលថាតើ alignment របស់ខ្ញុំទៅវា accurate វាមិនជាមួយនឹងសារឡើងមកទេគឺក្នុង software ឥឡូវគេដាក់ AI ចូលជួយយើងគឺវា detect ឲ្យយើងលឿនមែនទេគូពាក្យមើលមកខ្ញុំមកជំនាញខាងដែលយើងធ្វើ conventional ហើយមកជាយើងគឺយើងធ្វើ digital តែគូគិតថាមួយណាធ្វើឲ្យជីវិតគូងាយស្រួលជាង accuracy ដូចគ្នាតែជីវិតងាយស្រួលទាំងអ្នកជំនឿទាំងយើងគូបែបនៅក្នុងនេះពេលដែលគូពីផ្ទះខាងលើគ្រូអត់មានដាក់ transport ខាងក្រោមទេមែនទេគ្រូដាក់ transport តែខាងលើក៏ប៉ុន្តែនៅពេលដែលគ្រូចាប់ផ្ដើមពីផ្ទះបាត់ទៅខាងក្រោមគ្រូចាំបាច់ទៅដល់ temporary ខាងលើចេះពីព្រោះគ្រូចង់ maintain បាត់នឹងពីផ្ទះជាមួយនឹងក្រោមនេះពីផ្ទះដែរអញ្ចឹងដើម្បីដល់ temporary ខាងលើចេះគ្រូដាក់ transport គ្រូចាក់ដល់តិចក៏អស់3ពូលខាងលើទៅមកស្ពឹកគោលដៅគឺចង់តែខំបាយដើម្បីកុំឲ្យបាយនេះវាប្រែក្រួយមែនអត់ក៏ប៉ុន្តែបើមើល digital វិញមានន័យថាអា file ដែលកាឡាធំនៅខាងលើនេះគឺជា file ដែលប្រកបមានន័យថាជាក្មេងដែលយើងអត់ទាន់ prepare ទាំងអស់គឺមិនចាស់ទេក្រោយពេលយើង scan ហើយសូម duplicate ហ្នឹងមានន័យថាយើងបង្កើត account មួយទៀតមានព័ត៌មាន file ដូចគ្នា folder 2 folder មួយទុកវាកុំជួយអីសោះយើង folder ដែលយើង copy ចេញថ្មីមួយទៀតណាយើងទៅ modify វា modify នេះគឺគោលបំណងរបស់យើងចង់ record អាបាត់នឹង prepare គោលចង់ prepare 2 ដងឬ 3 ដងស្អែកចិត្តទៅអានោះគឺជា freedom របស់យើងក្នុងការដែលយើង play មួយ digital ខ្ញុំ prepare ខាងលើចប់ហើយខ្ញុំ prepare តែខាងលើ scan តែខាងលើចប់ហើយពេលដែលខ្ញុំមក prepare ខាងក្រោមខ្ញុំអត់មានដល់ temporary ខាងលើទៀតទេគឺខ្ញុំ prepare តែខាងក្រោមខ្ញុំ prepare 2 visit ក្រោយមក visit ក្រោយ3 visit ក្រោយខ្ញុំ prepare ហើយ scan ហើយខ្ញុំបាច់ជួយអីទៀតទេកុំដោះ temporary ខាងលើ scan ឲ្យខ្ញុំធ្វើ temporary ខាងក្រោមហើយទុកចោលហ្នឹងទៅនៅក្នុង software របស់យើងគឺយើងនឹងធ្វើបែបនេះហើយគ្រូមិនបាច់ផៃដែរគ្រូរកខ្ញុំអត់ចេះ alignment ហ្នឹងទេគ្រូបាច់ទេតែប្រាប់ technician ថាសូមយក file ទាំងពីរហ្នឹង align ចូល file ដើមរបស់ខ្ញុំគាត់ធ្វើអត់គាត់ធ្វើបានលឿនជាងយើងបងព្រោះគាត់ធ្វើរងថ្ងៃតែគ្រូត្រូវដឹង trick កន្លែងហ្នឹងដែលស្រួលដល់អ្នកជំងឺបានច្រើនទាំងអ្នកជំងឺទាំងយើងគ្រូគាត់ថា
ហើយក៏សេសិនដំបូងមិនក៏គុំប្រាប់អាហ្នឹងទៅចប់រឿងហើយក៏ដល់9ដងចឹងដែរឥឡូវដល់9ដងហើយនៅតែភ្លេចអាមុខអស់លីភ្លេចអស់ចឹងដល់ដំណាក់កាលនេះគ្រូប្រកបជាសួរខ្ញុំថាយកទៅតម្លើង articulator របៀបម៉េចមែនទេមែន technician ពេលដែលគាត់ print model មកគាត់នឹងមាន stand ឲ្យយើង pin support រឹតតែល្អមួយទៀតសូមឲ្យគាត់ print ជីក3ជ្រុងនៅលើ space នេះឲ្យគាត់ print ជីកមកដុំនៅផ្នែកខាងមុខ cover ថ្មី3 4គ្រាប់ខាងមុខគ្រៀងម្ដុំគ្រៀងនឹងម្ដុំហើយ stand ខាងក្រៅ double check ដើម្បីកុំឲ្យ stand ពេលដែលវា extend ចេញឆ្ងាយទៅវា distortion ល្អបំផុតឲ្យគាត់ print ទៅជីកមិនហ្នឹង print 3ដុំចំកណ្ដាលមួយឆ្វេងស្ដាំមួយទៀតគ្រូយកមកតម្លៃ articulator បានយ៉ាងងាយបើគ្រូរត់ទីចាំហ្នឹងខាងដំបូងគ្រូមានដល់ទេគ្រូត្រូវមានលបោច្រើនដើម្បីផ្គុំចូលគ្នាទំមតែមកដល់ស្ថានភាពនេះមើលណាគេខំគិតខ្លួនឯងថាទិញ scan ខ្លះមកគេទៅ scan ឲ្យស្រាប់ហើយអត់សុបាយទេគ្រូជឿខ្ញុំមើលវាហាក់បីដូចជាគ្រូធ្វើដំណើរពីនឹងទៅពងសោមជិះតាក់ស៊ីចឹងណាមែនទេឡានដូចគ្នាតែមិនមែនគ្រូចង់ងើបផង5ទៅមួយកូនបានទេតាក់ស៊ីនឹងមកយកស្មានហើយមែនអត់ខាងនោះបានបើកខ្លួនឯងបាទមួយទៀតយើងអត់បានបើកខ្លួនឯងអត់ដឹងថាផ្លូវលឿនហ្នឹងស្រួលបើកប៉ុណ្ណាណែនេះចេះអូខេខ្ញុំតទៅមុខបន្តិចទៀតអញ្ចឹងគ្រូបានដឹងថាយើងមាន voice app មានអីមួយចំនួនហើយដែលយើងត្រូវស្ពុក suggestion របស់ខ្ញុំលោកគ្រូសូមបំភ្លេចនៅពេលដែលគ្រូវិភាគបាត់ដឹងខាងលើហើយសូមធ្វើ Facebook transfer មួយសិនហើយដល់ខ្ញុំទៅធ្វើ Facebook transfer occlusion curve ពីព្រោះខ្ញុំនឹងយក model នោះទៅតម្លៃ articulator ដើម្បី finalize occlusion មែនទេគឺត្រូវធ្វើ Facebook transfer នៅលើអាបាត់ហ្នឹងដែលគ្រូវិភាគហើយគ្រូមាន silicone ហើយនេះគឺជា temporary ចេញពី digital wax គ្រូអត់មានតែការ skill ទេច្រើនសោះបងព្រោះ digital wax មានហើយគ្រូតែការ material ល្អ Lexicon គ្រូវេគាត់ទិញ Lexicon ទៅហើយគាត់ទៅដល់ពេលគាត់ថាអត់គ្រូអត់មានកំភ្លើងវាផងនឹងហើយបានដឹងថាអ្នកទៅប្រើកំភ្លើងអត់ក្របទេមានន័យថាបើសិនជាបោះកូរ៉េ silicone ហើយ temporary កំពុងវាប៉ុនគ្នាតែ Lexatem អត់ទេកំពុង Lexatem ហើយនឹង silicone របស់វាខុសគ្នានិយាយទៅរបស់ល្អវាលក់គ្រប់មុខហ្មងរូ temporary នេះLexatem យើងហើយនឹងPMMA មួយណាបែបហ្នឹងគ្រូវិរៈគាត់សួរខ្ញុំថា temporary បែបនេះ Lexatem ហើយនឹង PMMA មួយណាល្អជាងមួយណាស្រួលប្រើជាង PMMA ជាទូទៅយើងត្រូវការមក visit ទៀតមែនទេបាទថាទៅលើដល់ធ្វើអញ្ចឹងអ្នកជំនាញពេលរងចាំតែគាត់នឹង suffer មួយគេខ្លះ sensitive ដូចចង់ចង់យើងអាចប្រើនេះមួយសិនណាបាទតែពេលបានមកពីមិនមកបាទបនចេញតាំងស្ពឹកអត់បើមិនចាំមិនអត់ប្រើហ្នឹងក៏ប៉ុន្តែគ្រូ add ថែមមក visit ទៀតតោះយ៉ាងម៉េចបាទ Lexatem ខ្ញុំគិតថា strong enough ហើយនឹងស្អាតគ្រប់គ្រាន់ដើម្បីគ្រូធ្វើ temporary បែបហ្នឹងហើយតែគ្រូមាន backup ខ្ញុំចំណាយពេល maximum ថា20នាទីចុះតាមពិតអត់ដល់ទេគ្រូពីព្រោះគ្រូពិភាក្សាអីគ្រប់បែបយ៉ាងមកហើយគ្រូសង្កត់2នាទីនៅក្នុងមាត់គ្រូយកចេញមកគ្រូ finishing បន្តិចហើយខ្ញុំជឿថាគ្រូគាត់ទៅធ្វើបានស្អាតចឹងគ្រូបង្វេកធ្វើស្អាតហើយតែព្រីគាត់ស្អាតហើយគាត់លាយដៃខ្ញុំមានដល់មើលកំភ្លើងបាញ់ត្រូវអត់មានណាប្រហែលនោះទៅជាមួយណាក្នុងផងណាមានពីរដែរឧទាហរណ៍អ្នកជំងឺគាត់ត្រូវចេញទៅក្រៅប្រទេសបាទពីខែយើងអាចឲ្យខាង
lab គាត់ព្រីជា វាមកមេបាទដើម្បីឲ្យគាត់ប្រើអសរជាមួយនឹងកម្ពុជាថ្មីអី ហើយវាបានរលូនជាងទៀត បាទ គាត់តែព្រោះតែការ effect នេះ តែ long term បើអ្នកជំនាញថាការប្រើពីដេខៃខ្ញុំគិតថាឲ្យគាត់ព្រីពីយ៉ាងមកមេឬក៏កាត់មៀលជាពីមកមេយកមកល្អជាង តែបើយើង simple យើងប្រើ បន្ទាប់មកទៀតយើងនិយាយពី final prosthesis តែយើងគិតធ្វើម៉េច final prosthesis គឺគ្រូតែចាំថាបើសិនជាគ្រូមាន temporary បែបនេះហើយគ្រូលែងមានឧបសគ្គទៀតហើយ evaluation ថាមិនឲ្យអ្នកជំនាញពេញចិត្តគ្រូឯងពេញចិត្ត copy យកទៅ ពីចប់ គូ scan ចេញពីក្នុងមាត់ហ្នឹងយកទៅគាត់ឲ្យ align overlap ដូចយើង align អាបាត់នឹង preparation វិញចឹងអញ្ចឹងនៅក្នុងនេះ dental technician គាត់ត្រូវធ្វើតាមយើងតែមួយផ្នែកគាត់ design ចេញតាម temporary របស់យើងតែយើងជាគ្រូពេទ្យយើងក៏ត្រូវវិភាគមើលដែរថាតើវែងពេកខ្លីពេកអីអញ្ចឹងយើងជជែកគ្នាតាមផ្លូវហ្នឹងទៅអញ្ចឹងខ្ញុំប្រាប់គាត់ថា modify ខ្លះទៅគ្មាន lateral នៅ K9 នេះវាដូចទន្ទឹមគ្នាជាមួយ central ពេកមើលទៅហាក់បីដូចជា central ហ្នឹងវាមិនស្អាតសោះអញ្ចឹងខ្ញុំមកគាត់កាត់ឲ្យខ្លីបន្តិចយើង edit ហើយខ្ញុំសូមឲ្យគាត់ overlap ជាមួយនឹងអា file មុននឹងកែពីព្រោះខ្ញុំខ្លាចគាត់អត់កែ ដេញជើង ហ្នឹងហើយផ្ញើប្រហែលជា1ម៉ោងក្រោយនោះគាត់ផ្ញើមកគាត់ថាគ្រូប៉ុណ្ណឹងបានអត់ខ្ញុំថានេះវាចំណូលព្រោះវាមានអាចាស់គាត់នៅក្នុងហ្នឹងខ្ញុំថាអូខេប៉ុណ្ណឹងបានហើយអញ្ចឹង finalize វាមក យើង copy បាយ oral scan គ្រូខំពុំជាមួយ Alginet ក៏បានដែរតែបើមាន intraoral scan ហ្នឹង scan យកទៅលឿនជាង អត់ទេបានទាំងពីរ បានទាំងពីរព្រោះយកទៅ lab គាត់នឹង scan ឲ្យយើងដែរតែទៅមកពីទៀតពួកគូមីរ៉ាហាក់បីដូចជា ABC calling មកមកគួយខ្ញុំតែស្មានដែរហើយហើយលើវិភាគមើលអញ្ចឹងនេះគឺជា final process ដែលខ្ញុំ claim នឹងចេញឲ្យអ្នកជំនាញ right និយាយថាអូខេបងប្អូននេះខ្ញុំមិនយក line angle គ្រប់ដល់យ៉ាងវិធីឆ្វេងស្ដាំដូចគ្រូពងវិជ័យគ្នាទៅហើយ line angle វិជ័យនេះគូខ្លីយើងចេះមានន័យថា principle aesthetic artistry គឺដាក់ចូលមកហើយចូលមកខ្ញុំរំលឹកអនុស្សាវរីយ៍កាលពីមុនហើយដូចថាថ្ងៃដំបូងដែលខ្ញុំមាន image ក្រោកដល់គ្រប់ខាងលើខ្ញុំសប្បាយចិត្តហ្នឹងគ្រូដល់ពេលឥឡូវខ្ញុំមើលខេនឹងវិញខ្ញុំថាព្រាមអង្គហើយមិនដឹងពីអ្នកធ្វើក៏ខ្ញុំគ្រូធ្វើវិញព្រោះឲ្យខ្ញុំអត់យកលុយទេក៏ប៉ុន្តែយើងធ្វើខេនេះយូរហើយតាមពីគោលមកខ្ញុំសប្បាយចិត្តអញ្ចឹងវាជា learning curve បើសិនជាខ្ញុំអត់មានរូបភាពទាំងអស់នេះមើលទេខ្ញុំអាចខ្ញុំប្រកាសនៃការជីវ័តខ្លួនអត់អត់ទេមានន័យថាយើងមើលត្រឡប់កាយយើងចាក់ទៅវិញគឺឃើញតែខុសតែនេះខុសមើល shape lateral មូលតទៅជាប់តាមមើល K9 លេខ23អូ not nice ក៏ប៉ុន្តែបើសិនជាគ្រូមើលតែប៉ុណ្ណឹងក៏គ្រូអត់ដឹងថាមកពីអីដែរខ្ញុំមាន document របស់ខ្ញុំបន្តទៀតថាអូមកពីអាបាត់នឹង preparation របស់ខ្ញុំនៅ23ថ្ងៃពីថ្ងៃទីនេះ technician ក៏អត់មានឱកាសធ្វើបានស្អាតទេតែលេខ13ខ្ញុំ prepare K9 បានហើយអញ្ចឹងកំហុសរបស់យើងគឺចេញមកពីតាំងពីពេលដែលយើង prepare បានមកហើយហើយអញ្ចឹងមើលលេខ23គឺអាបាត់មិននៅធំពេកមកជីមស្ដើងអញ្ចឹង image ប្រហែលជាមិនអាចធ្វើអីបានទេព្រោះវាស្ដើងពេកបែកអញ្ចឹងត្រឡប់មកវិញយើងថាអូខេអញ្ចឹងនេះគឺជាមេរៀនមួយដែលធ្វើឲ្យយើងដឹងថាអាបាត់មិនគឺជាទៅគឺជា key ដែលអាចឲ្យ technician គាត់ shape ខ្លួនយើងបាននេះគឺជា model technician print មកអញ្ចឹងយើងមើលឃើញថាអាបាត់មិន prepare ចឹងសូម prepare វាឲ្យតូចបន្តិចពុំទុកនៅ big គឺធំពេក technician អត់មាន space ធ្វើវាបានទេរហូតមកដល់ពេលនេះបើសិនជាអ្នកជំងឺ risk ជាមួយនឹង pain ឬក៏ sensitive ខ្ញុំនឹងយកគាត់មុនថាអាចទៅធ្វើ root canal បើសិនជាឈឺខ្ញុំនឹងធ្វើមិនឲ្យបានជា nice shape នឹងបានស្អាតរបស់គាត់មុនខ្ញុំនឹងចេះតែញើសដោយគ្រូសួរខ្ញុំថា sensitive អត់ឆាប់មួយហើយនេះគឺជាអ្វីដែលគ្រូចាប់បាច់ទៅតាមបាននៅខ្លួនឯងបើ technician គាត់បកកាយគាត់ខ្លាំងមែនទេគ្រូបាច់តាមបានគាត់ទេគាត់ទៅធ្វើឲ្យគ្រូមកពេញចិត្តប៉ុន្តែសូមគោរពដល់អ្នកណាមិនប្រកាសថាមាន technician ល្អធ្វើឲ្យគ្រូរហូតទេណាស់បានដល់បងចាំសូមគ្រូកុំឲ្យគាត់លេសទៅសោះអត់គាត់ finishing ឲ្យហើយចាំ image ឲ្យសង្គមយើងក៏ដោយអត់គាត់ finishing ឲ្យ
còn phần ai cũng sống vô mà mưa tới là bay muốn nâng glass cũng khôngรู้ai cũng ai mưa khơi mặt chiên bên glass bên là technician lọt trở lại ai thì chăm chăm của mưa này chơi nhở đừng có xa đừng thanh mưa nhở chứ cũng tự chui technician là tá detail này anti-repeat morphology và angle việc mạch của bà già smile curve inside the pressure đấy chứ khi những không đang ai technician có chặt ăn tận lẹ one serve change ball PK9 cái thằng cao nàyឲ្យចូលនៅក្នុងទីកុំឲ្យវាប៉ោពេកហើយខ្ញុំ shape មិនគាត់មកចំនួនបន្ទាប់មកបានខ្ញុំឲ្យគាត់ glaze មកសាទៀតមុននឹងខ្ញុំចូលនៅក្នុងមុនអ្នកជំងឺពេលនេះគឺខ្ញុំតែថតរូបហើយខ្ញុំទៅ evaluation មកសាទៀតពេលនេះចូលវា cut back គេខ្ញុំប្រាប់ថា technician ថាអត់ចាំបាច់ cut back ទេគាត់ stand for ខ្ញុំចូលបន្តិចទៅឲ្យចូលទីQQ តិចទៅគាត់ទេពីព្រោះអ្នកជំងឺក៏វ័យប៉ុណ្ណឹងហើយក៏គាត់មិនថា consistency តែ cut back គួរស្ដាយហើយការនេះរបស់ខ្ញុំយូរ គ្រូមើលមកជិនលើ11 21មានអារម្មណ៍ប្រហោងពោះ មានអារម្មណ៍អត់ពោះហើយលើចាញ់ទៅមួយស្អាតមួយដូចស្ទើរសោះ tại sao cái trang này này thì cái chuyện đọc kia trang nhất cũng thể em là Asian một chỗ ở đây đangขึ้นสบายcho chị kia nó đấy cứ thế này shape và bây giờ phải bây cứ improve những cái môn nhà ấy quá này đấy hai bữa tập học pin lá thật là sờ bài cho tôi slim looking better close to you chắc ông ấy cứ tranh vào vì cái củ bê cả cái viên một cái này chứ ông ăn vào lên có nó không được tôi cũng mà ai khác luôn ai bán tôi cũng đơn ra liên với cái bảo vệ cái chắc là sân chỉ cũng như là tiếp trong các phương bạch sản mà họ đã đẩy rồi sugar daddy đó nhiều khi bạch sản có sugar daddy là khoan cũ nó nghe việc thiệt nó lên bọc mình xem là mình tôi cũng mặt má tôi ấy có cụ như là cái cúc này cúc riêng riêng mấy áo đẹp thì cái shape shape bạc lại nè nhưng tao bây giờ cái bộ cái symmetry kia phỏng nó trở về hai thì thiệt mà có một phát cứ thôn luôn thấy rồi đi để không screen computer không là đúng rồi mà cũng mới được cái này cái máy tôi tế cũng sao đây đấy chắc là anh có cũng đã chăn ha central việt tây lateral canine premolar đặt đi cho cái là chỉ bị xe nó cứ incisor pressure và train symmetry thì trái nó khơi đẩy trẻ thì trái nó khơi theo cả train xe cả nam xe vì ở ở kia đấy incisor pressure thì mình lại cái distal lấy cứ cái thở open không tới từ lúc attractive cho làm trong mình không tới space nam cứ thở lúc smile từ lúc này right and then symmetry bao cái skill và cũng quen tiền tôi phải check contact point với việc này matching với việc này phải bên cái việc proper fit nó lại như này của bạn and it after symmetry của bạn ngay khỏi chắc là sân chỉ cũng rút tiếp này temporary hay là final prosthesis nhưng tất cả hai cái sẽ phải đều được nó thế là sao chiนี่สาชีหรือไทยเอาแต่เป็นสมัยเช่นมีในแคสไมค์เขาบอกว่าเป็นอะไรที่บางทีนะคือจะมาเป็นจัดในตอนนี้ครบที่เอาไว้ในยูทูบบนเขาเอาเป็นเอาไว้ในที่มาร้องคือปอนเป็นกระบวนการแบบไหนบ้างคุณสอนมั่วเลยนะไรเนี่ยอย่างนี้อันนั้นที่สี่นี่ได้เลยนี่เมื่อเทมเปอรี่อันนั้นแม้แต่เรียนมาแค่นี้เลยยังเป็นอะไรยังบางไฟเราปรับที่ดีนะที่หนึ่งแล้วก็นะก็ทำยังไงไปก็ถูกสองอะไรเป็นมือสองการทำประกันบริการ
មែនហើយ ជួបច្រើន យើងណាស់ណាវាយើងគេសួរខ្ញុំណាគ្រូខ្ញុំច្រើនតែថាទេព្រីនោះស្អាតជាងដោយសារតែអាផ្សាយរបស់គាត់ក៏អាបានកុំពីអាទេព្រីនឹងយកទៅស្អីនេះអូខេទាំងអស់គ្នានេះគឺជា completely digital workflow ដែលបងប្អូនគួរតែយល់ពី process នៃការធ្វើវាតើបងប្អូនមានសំណួរnakសួរខ្ញុំទេព្រោះតិចទៀតខ្ញុំមានខេសមួយទៀតដើម្បីបញ្ចប់ Wow.